ស្ដីពុកម៉ែបងប្អូនមកមួយសាទៀតអីនិយាយថារវល់តាំងពីព្រឹកតល្ងាចមកសប្តាហ៍ពេញនេះសម្រាប់ព្រឹកនេះទៅខាងកំពង់ចាមសួស្ដីបងរ៉ានីសួស្ដីសម្រាប់ព្រឹកនេះទៅខាងកំពង់ចាមបងឡើងឡានម៉ោង 12 ហ្នឹងហើយតម្លៃជ្រូកតម្លៃ 105 អានេះណាតែយើងបាត់ស្តុកឲ្យបងប្អូននៅសល់តែ 100 ជាងឡើងទេ135ឡើងឯងអានេះឆ្អិនបានប៉ុន្មាន%បង60ណាស្រួយហ៎បងប្អូនទម្ងន់3 ទៅ 4 គីឡូឆ្អិនណាបងប្អូនណាធ្វើតិចមកបើចង់កក់ខ្ញុំបិទកក់ល្ងាចហ្នឹងប្រហែលជាម៉ោង 4ខ្ញុំបិទឈប់ទទួលកក់អីព្រោះគ្រប់លីមីតអាចថាហៀឬក៏ចង់លើសយើងខ្លាំងទេបងប្អូនព្រោះកាត់ដៃកាត់ចលួនខែមសើបានឡាយយូរឯងបងប្អូនអើយយើងហូតព្រោះរវល់មានការងារច្រើននៅចាំកាន់តែគៀកថ្ងៃមែនតែនគឺកាន់តែរវល់ហត់តែខ្លាំងព្រោះអីថ្ងៃនេះថ្ងៃ 19 ស្អែក 20 ថ្ងៃ 21 គឺបងប្អូនទទួលឲ្យបានគ្រប់គ្នាតែម្ដងបងសុំគូមួយនេះអូដល់កបងប្អូនស្រួលខ្ញុំនិយាយពីថារៀងខ្លាំងបន្តិចឯងបងប្អូនស្ដាប់មិនសូវបានមួយឯងដោយសារយើងកំពុងតែរវល់នៅគៀននឹងដែរហ្នឹងណាបងប្អូនចង់កំងអាច comment ឬក៏ឆាតចូលក្នុង inbox មកដើម្បីខ្ញុំផ្ដល់ព័ត៌មានលម្អិតជូនណាតាក់ទងនឹងជ្រូកចង់បានជ្រូកយកទៅថ្ងៃសែនហើយគឺស្អែកនេះយើងរវល់ដល់កហើយរវល់តាំងពីព្រឹកទៅនិយាយទៅតាំងពីព្រឹកទល់ល្ងាចហ្មងណាព្រោះអាំងស្អែកហ្នឹងអាំងឲ្យភ្ញៀវតាំងពីម៉ោង 3បងប្អូនគាត់យកម៉ោង 7 ម៉ោង 8 ព្រឹកណាអញ្ចឹងយើងមានពេលទទួលភ្ញៀវទៀតទេគឺយើងបិទត្រឹមល្ងាចនេះហើយតែក៏អធិស្ឋានដល់បងប្អូនដែលឆាតមកឬក៏ខ្ញុំក្រតបដោយសាររវល់ខ្លាំងណាបងប្អូនទូរស័ព្ទចោលទូរស័ព្ទអត់ថ្មទេអាប៉ាហ្នឹងហើយបងប្អូនអធិស្ឋានបើចង់បានចង់ដឹងអីចង់បានជ្រូកចង់ដឹងតម្លៃតាក់តងនឹងតម្លៃជ្រូកអីអាចតាក់តងចូលក្នុងឆាតបានណាអរគុណ